គឺជាការប្រកួតនៅក្នុងពានរង្វាន់ UEFA Champions League កាលពីរាត្រីម្សិលមិញដែលបងប្អូនបាទមិនទឹកលៀនអ្នកទេបាទនៅកម្ពុជាបាទនៅកម្ពុជារបស់យើងទស្សនាបាទគឺថាច្រើនតរមែនតែនជាពិសេសព្រឹត្តិការណ៍គេថាកម្មវិធីនៅខាងក្រៅណា Public Appearance ណារៀបចំដោយក្រុមហ៊ុនធំមួយចំនួននៅរាជធានីភ្នំពេញតាមបណ្ដាខេត្តមួយចំនួនក៏មានការរៀបចំជាបែប concert ជាឆាកធំកន្លែងខ្លះមានដាក់ slide បាទឲ្យមើលទៀតបាទហើយបងប្អូនខ្លះក៏លោកទស្សនាតាមកញ្ចក់អេក្រង់ទូរស័ព្ទដៃរបស់លោក iPad ឬក៏ laptop អីចឹងទៅបាទព្រឹត្តិការណ៍មានតែមួយលើកទេក្នុងរយៈពេល1ឆ្នាំជាពិសេសវគ្គផ្ដាច់ព្រាត់បាទជំនួបនៃការជួបគ្នារវាងបាទក្លឹបដ៏ធំនៅឯប្រទេសបារាំងបាទគឺ Paris Saint-Germain បាទជួបគ្នាជាមួយនឹងក្រុមកំភ្លើងធំ Arsenal បាទ Paris Saint-Germain គឺជាក្រុមដែលការពារតំណែងជើងឯកដែលការពាររដូវកាលមុន Paris Saint-Germain គឺជាក្រុមដែលក្រុមជើងឯកបាទពីរង្វាន់នេះរួចទៅហើយដោយឡែកក្រុមកំភ្លើងធំ Arsenal គឺជាក្រុមដែលធ្លាប់ឡើងមកដល់វគ្គផ្ដាច់ព្រាត់នេះតាំងពីឆ្នាំ2006បាទរយៈពេលមិនតិចឆ្នាំទេបងប្អូនហើយ20ឆ្នាំបាទទើបត្រឡប់មកលេងវគ្គផ្ដាច់ព្រាត់ម្សាទៀតហើយក៏ខ្លាចជាក្រុមដែលរងជើងឯកម្សាទៀត Arsenal បើនិយាយថាចូលរួមក្នុងពានរង្វាន់ UEFA Champions League អត់សូវបាត់មុខទេប៉ុន្តែសួរថារយៈពេលជាង100ឆ្នាំ Arsenal ធ្លាប់គ្រងជើងឯកក្នុងពានរង្វាន់នេះអត់ដែរសោះ Arsenal អត់ធ្លាប់ភ្លក់រសជាតិនៅក្នុងការគ្រងជើងឯកនៅក្នុងពានរង្វាន់ UEFA Champions League នេះទេកាលពីម្សិលមិញ Arsenal បាទគឺជាក្រុមមួយដែលលេងបែបការពារនឹងវិបោពីព្រោះថាការជួបជាមួយនឹងក្រុម Paris Saint-Germain គឺជារឿងមួយដ៏លំបាកពីព្រោះថាលោក Luis Enrique ស្គាល់ច្បាស់ណាស់បាទគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាទការពីយប់មិញនេះស្គាល់ Arsenal ច្បាស់ដូចថ្ងៃដែលឡែកលោក Miguel Arteta ដែលជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញក៏ស្គាល់បាទលោក Luis Enrique នេះច្បាស់ដូចថ្ងៃដែរអញ្ចឹងការប្រកួតគ្រាន់តែចាប់ផ្ដើមបាន6នាទីកីឡាករ Kai Havertz បាទដែលជាកីឡាករខ្សែប្រយុទ្ធជាប់ជម្រើសជាតិអាល្លឺម៉ង់ហើយក៏ត្រូវបានអាល្លឺម៉ង់ក៏ហៅនៅក្នុង FIFA World Cup ឆ្នាំថ្មីនេះដែរ Kai Havertz បើកការនាំមុខនៅក្នុងការស៊ុតបញ្ចូលទីបាទបានយ៉ាងល្អជាពិសេសការស៊ុតជើងឆ្វេងរបស់គាត់ទាំងឯងបាទស៊ុតជើងឆ្វេងនេះធ្វើឲ្យកីឡាករអ្នកចាំទីបាទ Savinov ដែលជាអ្នកចាំទីសញ្ជាតិរុស្ស៊ីអត់អាចសង្គ្រោះបានទេបាទអ្នកចាំទីកម្ពស់ 1.93 ប៉ុន្តែនៅតែអាចសង្គ្រោះបានបាទសម្រាប់ការស៊ុតមួយជើងបានយ៉ាងល្អបាទក្រោយមកនៅក្នុងវគ្គទី2ទេបាទទើបកីឡាករ Kvisha Kvaratskhelia មានឱកាសក្នុងការអូសមកក្នុងតំបន់បាទពីនៃតំបន់គ្រោះថ្នាក់របស់ Arsenal ដែលមានការរំខានពីកីឡាករ Mosquera ដែលជាកីឡាករខ្សែការពារស្លាប់ខាងស្ដាំហ្នឹងទៅធ្វើឲ្យដួលបាទទើបអញ្ញាកណ្ដាលផ្ដាល់បាល់ពីនៃ11ម៉ែត្រទៅឲ្យ Paris Saint-Germain ធ្វើឲ្យ Paris នេះមានឱកាសក្នុងការទាត់បាល់បញ្ចូលទីដោយកីឡាករ Dembele បាទ Dembele ស៊ុតបានយ៉ាងស្អាតតាមស្មើអញ្ចឹងចប់90នាទីគឺឃើញថាការប្រកួតរវាងក្រុមទាំងពីរនេះស្មើគ្នា1ទល់នឹង1បាទចូលដល់វគ្គថែមម៉ោង15នាទី2ដងបងប្អូនហើយ15នាទី2ដងគឺថាលេងសូវល្អមើលបាទអាចនិយាយថារឿងល្ងុយដេកក្រុមទាំងពីរនេះខ្លាចគ្នាទៅមកព្រោះថាអីកាលណាតែសម្រុកខ្លាំងវិបកមកដាច់មាត់មានមកគ្រាប់ក្រុមមកខាងទៀតប្រកាសជាលេងបែបការពីហើយបាទអាចថាជាក្បួនរៀបអិតឬក៏ក្បួនចោតឡានក្រុងហើយគឺថាពិបាកហើយអញ្ចឹងមានថាលេងគឺបែបខ្លាចឲ្យយើងទៅវិញមកប៉ុន្តែក៏ដល់ឱកាសក្នុងការគ្រប់គ្រងបាល់យើងឃើញថា Paris Saint-Germain ឬក៏ PSG នេះមានឱកាសក្នុងការគ្រប់គ្រងបាល់រហូតដល់ 75% ដែល Arsenal មានត្រឹមតែ 25% ទេបាទអញ្ចឹង Arsenal នេះក៏លេងអូកាឡាដែរអូកាឡាខ្លាំងមែនទែនរហូតដល់វគ្គពេនាទីបាទទៅដល់វគ្គពេនាទីនោះអ្វីដែលយើងគួរឲ្យសោកស្ដាយបាទ Arsenal ភ្លាត់គេថាទាត់ភ័យបើមើលទៅភ័យរបស់ Eze បាទ Eze គឺគាត់ទាត់ខុសបុតទាត់ខុសទីបាទសម្រាប់ Arsenal ហើយនឹងចុងក្រោយកីឡាករ Gabriel Magalhaes ហ្នឹង Gabriel Magalhaes បើតាមព័ត៌មានដែលជាការផុសពីគ្រូបង្វឹករបស់ Miguel Arteta លោកបានបញ្ជាក់ថា Gabriel Magalhaes ពេលដែលវឹកហាត់ពេលដែលសមតបាល់ពីនៃ11ម៉ែត្រនៅក្នុងការវឹកហាត់ Gabriel Magalhaes អត់ដែលភ្លាត់សោះ5គ្រាប់អត់ភ្លាត់ទាំង5គ្រាប់ស៊ុតបញ្ចូលទីបានយ៉ាងស្រស់ស្អាតពេលទៅដល់វគ្គពេលនាទីការពីម្សិលមិញហើយកីឡាករខ្សែការពារលេខ6នេះ
គឺគាត់បានប្រាប់លោកម៉ាហ្គេលអាតេតាថាគាត់សុំជាកីឡាករដែលសុទ្ធបាល់ចុងក្រោយគេគឺគ្រាប់បាល់ទី5អូបាទអញ្ចឹងអាចមានន័យថាគ្រាប់បាល់ជ័យជំនះណាប៉ុន្តែ Gabriel Magalhaes គឺធ្វើឲ្យអ្នកគ្រប់គ្រងជាពិសេសកីឡាករនិងគ្រូបង្វឹករបស់ Arsenal ហកបំណងមែនទែនដោយការទាត់ no look របស់គាត់ណាបាទបែរជាបាញ់ចាប់ទៅខាងលើបើយើងក៏លេខមើល Paris Saint-Germain វិញមានកីឡាករមួយរូបដែរគឺ Nuno Mendes ខ្សែការពារបាទកីឡាករខ្សែការពារសុទ្ធមិនផុតដៃអ្នកចាំទីរបស់David Raya ទេបាទរបស់អ្នកចាប់ទីអេស្ប៉ាញទេអញ្ចឹង David Raya ក៏គាត់សង្គ្រោះបានយ៉ាងល្អបាទសម្រាប់ការសុទ្ធរបស់ខ្សែការពារ Portugal បាទ Nuno Mendes អញ្ចឹងសរុបទៅក្រោយពីសរុបក្របបាល់នៃការតបបាល់ពេលហ្នឹងទី Paris Saint-Germain គេអាចសុទ្ធបញ្ចូលទីបានរហូតដល់4គ្រាប់ហើយក្រុមកំភ្លើងធំ Arsenal សុទ្ធបញ្ចូលទីបានតែចំនួន3គ្រាប់ទេសរុបទៅ Paris នឹងឯងគឺជាក្រុមដែលការពារតំណែងជើងឯកបានក្រោមការដឹកនាំរបស់លោក Luis Enrique ចាប់ពីពេលនេះតទៅប្រហែលជាមិនមានបងប្អូនណាអាចនិយាយបានថាប៉ារីសគឺជាលីកកសិកម្មទៀតទេព្រោះថាតែតែមានអ្នកគ្រប់គ្រងប្រអាប់ថាបើកីឡាករល្មមចង់ទៅលើកពានណាបាច់ទៅលេងណាទេទៅលេងទៅប៉ារីសទៅបាទខ្លាចជាកីឡាករដែលលើកពានជាមួយនឹងក្រុមតែខ្លួនឯងកំពុងតែលេងហើយបាទនេះក៏ជាការចំអកលក់លើទេហើយដល់ឡៃអ្នកគ្រប់គ្រងរបស់ប៉ារីសក៏ឌឺដងទៅលើក្រុមកំពុងតែមកសដល់ដែរថាសិតតែកូនដំរីតូចអីណាណីណាបាទគឺនេះគឺជាគេហៅថារសជាតិមួយនៃបាល់ទាត់ហ្នឹងឯងតើតើមានការ distract ការឆ្លើយឆ្លងនេះទៅវិញទៅមកទើបមានការចាប់អារម្មណ៍កាលពីសម្រាប់ខ្ញុំក៏សរសើរ Gabriel Magalhaes និងកីឡាករ Marquinhos ដែរ Marquinhos ពេលដែល Gabriel Magalhaes ទាត់បាល់អត់ចូលកីឡាករ Marquinhos ដែលជាខ្សែការពាររបស់ PSG បានដើរសម្ដៅទៅ Gabriel ដើម្បីទៅអោបបាទទៅអោបទៅនិយាយលើកទឹកចិត្តពីព្រោះថា Marquinhos កីឡាករដែលនៅកណ្ដាលហ្នឹងហើយនឹងកីឡាករ Gabriel Magalhaes ដែលជាខ្សែការពាររបស់ Arsenal គឺជាកីឡាករមិត្តរួមចិញ្ចៀនដែលពួកគេ12នាក់នឹងត្រូវសហការគ្នានៅក្នុងការប្រកួតពានរង្វាន់ FIFA World Cup នៅរយៈពេលប្រហែលជា12 13ថ្ងៃខាងមុខនេះទៀតបាទអញ្ចឹងជាការលើកទឹកចិត្តនេះជារូបភាពមួយស្រស់ស្អាតនៃបាល់ទាត់ហើយដែលយើងឃើញថាពួកគេបានដើរសម្ដៅមករកគ្នាដោយមិនមានការខឹងសម្បាការអន់ចិត្តទេបាទខ្ញុំជឿជាក់ថាទាំង Gabriel Magalhaes ទាំង Marquinhos គឺជាកីឡាករដែលជាកីឡាករ11នាក់ឯងបាទរបស់លោកកាឡូនស៊ីលបាទកាឡូនស៊ីលទីដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសាម៉ាប្រេស៊ីលវគ្គក្រោយយើងនឹងនិយាយពីប្រេស៊ីលដែរបាទអញ្ចឹងទាំង Gabriel Magalhaes ទាំង Marquinhos គឺជាដៃគូដៃកនៅតំបន់កណ្ដាលអញ្ចឹងពួកគាត់អាចខ្វះគ្នាបានទេបាទអញ្ចឹងនេះគឺជាព័ត៌មាននិងសាររឿងសង្ខេបដែលយើងចូលរួមមកអបអរសាទរបាទសម្រាប់ Paris Saint-Germain ខ្លាចជាម្ចាស់ជើងឯកនៅក្នុងពានរង្វាន់ UEFA Champions League ហើយក៏ជាការប្រកួតវគ្គផ្ដាច់ភ្លាត់ដែលក្រុមមួយនេះការពារតំណែងជើងឯករបស់គេបានបាទក៏ចូលរួមសោកស្ដាយបាទសម្រាប់ក្រុមកំភ្លើងធំ Arsenal មានឱកាសដែរប៉ុន្តែនៅនាទីចុងក្រោយបែរជាភ្លាត់ចាញ់ក្រោមធ្វើជើងក្រុមការពារតំណែងជើងឯកគឺ PSG ទៅវិញបាទ